ជំរាបសួរអ្នកទាំងអស់គ្នាពួកខ្ញុំជាសិស្សថ្នាក់ទី12កនៃវិទ្យាល័យភាសាបារាំងមកបង្ហាញពីសកម្មភាពខ្លះៗនៃការធ្វើនំកុំតោះយើងមកទស្សនាពីសកម្មភាពដើម្បីធ្វើនំកុំទាំងអស់គ្នាជាដំបូងពួកយើងកាត់ស្លឹកចេកហាលស្លឹកចេកឲ្យស្ងួតរួចយកស្លឹកចេកមកជៀរនិងជូតឲ្យបានស្អាតបន្ទាប់ពីជូតស្លឹកចេករួចរាល់ចូលមកដល់ការកាប់ដូងយើងកាប់ដូងចំនួន2ផ្លែដើម្បីធ្វើជាស្នូលរបស់ពួកយើងគឺធ្វើអំពីស្នូលដូងបន្ទាប់ពីយើងកាប់ដូងរួចរាល់យើងក៏យកដូងរបស់យើងមកកោសដើម្បីកូរស្នូលនៅពេលសាច់ដូងយើងកោសរួចរាល់យើងក៏ចាប់ផ្ដើមកូរស្នូលដោយដាក់ស្ករក្រហមលើភ្លើងកូរវាឲ្យឡើងជើងអង្ក្រងបន្ទាប់ពីស្កររបស់យើងឡើងជើងអង្ក្រងហើយយើងក៏ចាក់សាច់ដូងដែលយើងកោសមិញចូលរួចកូរច្របល់វាឲ្យចូលគ្នារួចទុកឲ្យស្កររបស់យើងដាច់ទឹកហើយឈ្ងុយចូលមកដល់ការលាយម្សៅរបស់យើងគឺយើងប្រើម្សៅអង្ករដំណើបចំនួន2កញ្ចប់រួចលាយជាមួយនឹងទឹកកូរវាឲ្យคล้ายទៅជាល្បាយបន្ទាប់ពីម្សៅនិងស្នូលយើងរួចរាល់យើងក៏ចាប់ផ្ដើមវេចបណ្ដាអធិស្ឋានផងអ្នកទាំងអស់គ្នាការវេចនំរបស់ពួកយើងនេះគឺមើលទៅរៀងឆ្កងបន្តិចហើយព្រោះនេះជាលើកទី1របស់ពួកយើងមិនអ្វីទេទោះបីពួកយើងមិនចេះយ៉ាងណាក៏ដោយក៏ពួកយើងនៅតែខំប្រឹងធ្វើហើយនេះគឺជាការខ្ចប់ម្សៅជាមួយនឹងស្លឹកចេករបស់យើងការខ្ចប់ម្សៅជាមួយនឹងស្លឹកចេកនេះគឺមិនសូវជាបានល្អប៉ុន្មានទេព្រោះនេះជាលើកទី1បន្ទាប់ពីការជួយគ្នាម្នាក់បន្តិចនំរបស់ពួកយើងក៏ជិតរួចរាល់មើលទៅម្នាក់ដូចជាសកម្មដល់ហើយអ្នកខ្លះក៏សូនម្សៅជាមួយនឹងស្នូលហើយអ្នកខ្លះទៀតក៏ខ្ចប់នំជាមួយនឹងស្លឹកចេកការធ្វើកិច្ចការអ្វីមួយគឺតើតើពួកយើងចេះសាមគ្គីគ្នាទៅការងាររបស់យើងទៅបានយ៉ាងរលូនបន្ទាប់ពីនំយើងវេចរួចរាល់យើងក៏យកនំមកដាក់ចំហុយហើយបន្ទាប់ពីដាក់ចំហុយឲ្យរយៈពេលយ៉ាងយូរនំរបស់យើងក៏បានឆ្អិនអរគុណសម្រាប់ការទស្សនានេះសកម្មភាពនៃការធ្វើនំកងរបស់ពួកខ្ញុំត្រូវបានបញ្ចប់សូមអរគុណសូមជម្រាបលា